ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះដែរគឺខ្ញុំចែករំលែកពាក់ព័ន្ធទៅនឹងព័ត៌មានទូទៅរបស់ប្រភេទ motor បញ្ឈរមួយប្រភេទរបស់ brand Leo motor នេះមានឈ្មោះថា motor LVR ដែលបងប្អូនអាចយកទៅប្រើប្រាស់បានដូចជាការងារសម្រាប់ប្រព័ន្ធ motor ជំរុញសម្ពាធទឹកបាទចែកចាយទឹកសម្រាប់តាមអគារឬក៏ប្រព័ន្ធ motor សម្រាប់ចែកចាយទឹកស្អាតទៅតាមស្ថានីយ៍ទៅកាន់ភូមិស្រុកហើយមួយវិញទៀតបងប្អូនក៏អាចយកទៅប្រើប្រាស់ក្នុងការរៀបជាប្រព័ន្ធ motor ពលុតអគ្គិភ័យបាទអញ្ចឹងនៅក្នុងនេះដែរគឺខ្ញុំលើកព័ត៌មានត្រួសពាក់ព័ន្ធទៅនឹង motor ប្រភេទ LVR នេះគឺវាមានកម្លាំងចាប់ពី1សេសរហូតដល់100សេសហើយ motor តូចៗមួយចំនួនក៏វាមានជាប្រើភ្លើង 220V ហើយក្រៅពីនោះទៀតគឺប្រើជាមួយនឹងភ្លើងបាទ380ហើយពាក់ព័ន្ធទៅនឹង motor នេះដែរបើសិនជាបងប្អូនមានតម្រូវការបាទក្រុមការងារបាទក្រុមហ៊ុនគឺមានការធានា2ឆ្នាំទៅលើគ្រឿងបន្លាស់បើសិនជាបងប្អូនទិញយកទៅប្រើប្រាស់ហើយមួយវិញទៀតករណីដែលបងប្អូនយកទៅប្រើប្រាស់បាទផុតការធានារយៈពេល 3-4 ឆ្នាំក្រោយស្រាប់តែវាមានបញ្ហាខូចផ្លិតឬក៏ខូចអីផ្សេងក្រុមហ៊ុនក៏មានគ្រឿងបន្លាស់ផ្លាស់ប្ដូរឲ្យបងប្អូនដែរបាទបើសិនជាបងប្អូនមានតម្រូវការអាចតាក់ទងមកកាន់ក្រុមការងារឥឡូវនេះតែលោកបងប្អូនមានតម្រូវការសិក្សាបាទប្រព័ន្ធ motor ជំរុញចែកចាយទឹកស្រោចស្រពឬក៏ផលិតអគ្គិភ័យផ្សេងបងប្អូនអាចឲ្យក្រុមការងារសិក្សាពាក់ព័ន្ធទៅនឹងគម្រោងបងប្អូនបានបាទខ្ញុំមានប៉ុណ្នេះសូមអរគុណ